Welcome home. អូយមើលក៏ព្រឺក្បាលម្លេះថ្ងៃមុនទៅស្ទូចត្រីនៅព្រៃស្មះសាននឹកខ້ອຍរន្ធត់ដល់ថ្ងៃនេះបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែករឿងរន្ធត់មួយដែលខ្ញុំបានជួបផ្ទាល់កាលពីសប្តាហ៍មុនខ្ញុំជាមនុស្សចូលចិត្តស្ទូចត្រីណាស់ហើយថ្ងៃមួយនោះខ្ញុំបានឮគេនិយាយតគ្នាថានៅព្រៃស្មះសានមានត្រីធំច្រើនណាស់គិតតែពីចង់បានត្រីធំខ្ញុំក៏មិនបានគិតអ្វីច្រើនក៏បបួលគ្នាទៅស្ទូចត្រីនៅទីនោះពេលទៅដល់ខ្ញុំឃើញស្មះសានចាស់ទ្រុឌទ្រោមគួរឲ្យខ្លាចដើមឈើធំខ្ពស់មើលទៅដូចជាដៃខ្មោចលូកមកចាប់អីចឹងខ្ញុំព្យាយាមមិនគិតច្រើនតែក្នុងចិត្តវិញហើយនិយាយទៅគឺព្រឺសម្បុរតាំងពីជាន់ដីដំបូងម្លេះពួកយើងទៅដល់កន្លែងស្ទូចត្រីពេលល្ងាចបន្តិចកន្លែងនោះជាត្រពាំងធំមួយព័ទ្ធជុំវិញដោយដើមឈើនិងគុម្ពោតព្រៃក្រាស់ខ្យល់បក់មកត្រជាក់ស្រិបធ្វើឲ្យខ្ញុំកាន់តែព្រឺសម្បុរខ្ញុំចាប់ផ្ដើមរៀបចំឧបករណ៍ស្ទូចត្រីរបស់ខ្ញុំដៃក៏ញ័រតិចដែរតែធ្វើជាក្លាហានខ្ញុំបោះនុយចូលទៅក្នុងទឹករួចក៏អង្គុយចាំត្រីស៊ីមួយសន្ទុះក្រោយមកស្រាប់តែឮសូរចម្លែកដូចជាសូរខ្សឹបខ្សៀវនៅក្បែរត្រចៀកខ្ញុំងាកមើលជុំវិញខ្លួនតែអត់ឃើញអ្វីសោះខ្ញុំគិតថាប្រហែលជាឮច្រឡំទេដឹងហើយក៏បន្តស្ទូចត្រីទៀតទៅតែសំឡេងនោះវាកាន់តែខ្លាំងឡើងរហូតដល់ខ្ញុំលេងទ្រាំបានខ្ញុំចាប់ផ្ដើមភ័យស្លន់ស្លោហើយបងប្អូនហើយខ្ញុំប្រាប់មិត្តភក្តិខ្ញុំថាឯងឮអីអត់ហ្នឹងគេថាអត់ឮអីសោះពេលនោះខ្ញុំដឹងថាគឺមានតែខ្ញុំម្នាក់ទេដែលឮសំឡេងនោះខ្ញុំព្យាយាមមិនខ្វល់ហើយបន្តស្ទូចត្រីទៀតតែចិត្តវិញគឺលេងស្ងប់ហើយស្រាប់តែត្រីស៊ីនុយខ្ញុំទាញយ៉ាងអស់ទំហឹងតែត្រីនោះវាធំខ្លាំងណាស់ទាញមិនឡើងសោះខ្ញុំប្រឹងទាញតែវាកាន់តែទាញខ្ញុំទៅមុខធ្វើឲ្យខ្ញុំស្ទើរតែធ្លាក់ចូលទៅក្នុងទឹកពេលនោះហើយដែលខ្ញុំឃើញភ្នែកក្រហមព្រឿងភ្លឺចាំងនៅក្នុងទឹកខ្ញុំភ័យពេកលេងដៃចោលភ្លាមពេលនោះទើបដឹងថាអ្វីដែលទាញនុយនោះគឺមិនមែនត្រីធម្មតានោះទេខ្ញុំលែងហ៊ាននៅយូរក៏ប្រាប់មិត្តភក្តិថាទៅវិញទៅតែមិត្តភក្តិខ្ញុំគេថាទើបមកដល់សោះទឹងណាខ្ញុំប្រាប់គេថាខ្ញុំឃើញខ្មោចតែគេមិនជឿខ្ញុំសោះខ្ញុំខឹងពេកក៏រត់ចេញមកមុនគេតែម្នាក់ឯងពេលរត់ចេញមកខ្ញុំឮសូរសំឡេងសើចចំអកពីក្រោយខ្នងធ្វើឲ្យខ្ញុំរត់លឿនជាងហោះទៅទៀតពេលរត់ដល់ផ្ទះខ្ញុំបន់ស្រន់កុំឲ្យជួបរឿងអាក្រក់អ្វីទៀតយប់នោះខ្ញុំគេងមិនលក់សោះព្រោះតែរឿងដែលខ្ញុំបានជួបរន្ធត់ណាស់តែរឿងមិនទាន់ចប់ត្រឹមប៉ុណ្ណឹងទេបងប្អូនអើយព្រឹកឡើងខ្ញុំភ្ញាក់ពីដំណេកស្រាប់តែឃើញមានស្នាមអ្វីមួយយ៉ាងនៅលើដៃរបស់ខ្ញុំស្នាមនោះមើលទៅដូចជាស្នាមដៃដែលមានម្រាមដៃវែងដូចជាដៃខ្មោចអញ្ចឹងខ្ញុំភ័យស្លន់ស្លោយកដៃទៅលាងទឹកតែស្នាមនោះមិនបាត់សោះខ្ញុំដឹងថាខ្មោចនោះវាមកតាមខ្ញុំហើយខ្ញុំប្រញាប់ទៅរកគ្រូខ្មែរដើម្បីឲ្យគាត់ជួយមើលគ្រូខ្មែរគាត់ប្រាប់ថាខ្ញុំបានទៅរំខានដល់ទីកន្លែងរបស់គេធ្វើឲ្យគេខឹងហើយតាមមកលងខ្ញុំគ្រូខ្មែរគាត់បានធ្វើពិធីបណ្ដេញខ្មោចឲ្យខ្ញុំតែគាត់ប្រាប់ថាខ្មោចនោះខ្លាំងណាស់ពិបាកក្នុងការបណ្ដេញចេញចាប់តាំងពីថ្ងៃនោះមកខ្ញុំតែងតែជួបរឿងចម្លែកជារឿយពេលខ្លះខ្ញុំឮសូរសំឡេងខ្សឹបនៅក្បែរត្រចៀកពេលខ្លះខ្ញុំឃើញស្រមោលខ្មៅដើរនៅជុំវិញផ្ទះខ្ញុំភ័យខ្លាចរហូតដល់លែងហ៊ានចេញទៅណាមកណាតែម្នាក់ឯងខ្ញុំតែងតែគេងមិនលក់ហើយសពិនឃើញខ្មោចនោះជារឿយខ្ញុំដឹងថាជីវិតរបស់ខ្ញុំលែងដូចមុនទៀតហើយក្រោយពីខ្ញុំបានទៅស្ទូចត្រីនៅព្រៃស្មះសាននោះខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាកុំចង់សាកល្បងទៅកន្លែងដែលគេថាមានខ្មោចអុយសោះព្រោះវាអាចនាំរឿងអាក្រក់មកឲ្យខ្លួនយើងបានជឿខ្ញុំទៅខ្ញុំជួបហើយគឺលែងចង់សាកទៀតហើយរឿងដែលរន្ធត់ជាងគេនោះគឺថ្ងៃមួយខ្ញុំកំពុងតែអង្គុយញ៉ាំបាយស្រាប់តែទូរទស្សន៍បើកខ្លួនឯងហើយនៅលើអេក្រង់ទូរទស្សន៍នោះបង្ហាញរូបភាពព្រៃស្មះសានដែលខ្ញុំបានទៅស្ទូចត្រី
ខ្ញុំភ័យពេកទម្លាក់ចានបាយចោលហើយរត់ចេញពីផ្ទះទាំងយប់ខ្ញុំទៅដេកនៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំព្រោះខ្ញុំលែងហ៊ានចូលទៅក្នុងផ្ទះរបស់ខ្ញុំទៀតហើយខ្ញុំដឹងថាខ្មោចនោះវាកំពុងតែតាមខ្ញុំហើយវានឹងមិនប្រឡែងខ្ញុំឲ្យមានសេចក្តីសុខទេខ្ញុំបានត្រឹមតែបន់ស្រន់ឲ្យទេវតាជួយខ្ញុំឲ្យខ្ញុំរួចផុតពីគ្រោះភ័យមួយនេះតែខ្ញុំដឹងថារឿងរ៉ាវរបស់ខ្ញុំនិងខ្មោចព្រៃស្មាសាននោះប្រហែលជានៅមានបន្តទៀតអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូរន្ធត់ៗថ្មីៗទៀតណា